បាទពុកម៉ែបងប្អូនបាទជំរាបសួរទាំងអស់គ្នាបាទពុកម៉ែបងប្អូនរៀមច្បងទាំងអស់ជាទីគោរពបាទថ្ងៃនេះមកដល់ភ្នំទៀតពុកម៉ែបងប្អូនបាទភ្នំទៀតម៉ោង8 កន្លះហើយពុកម៉ែបងប្អូនបាទម៉ោង8 កន្លះម៉ោង9ដល់ភ្នំហើយមកជួបអស័យពុកម៉ែបាទជួបគុំអស័យព្រៃបាទហើយនេះភេទជុំកឡង់នេះគេហៅថាជុំចាក់ចូលចាក់ក្រោមបាទចាក់ចូលមកក្រោមហើយឡើងមកលើវិញជុំធំតិចអត់ទៅស្អាតទេបងប្អូនបាទតែជុំទៅស្អាតតិចបាទនេះជាຂະຫນາດតាំងຂະຫນາດអាសនៈបាទចេញពីលើដីបាទយើង7 8 ទឹកបាទខ្ញុំក៏កាត់យកវិញនឹងសុំលោកវិញនឹងមកបាទຂະຫນາດជុំនេះគឺຂະຫນາດជុំបងប្អូនបាទចាស់ល្អតែនៅជាប់នឹងដបោកបាទហើយនេះຂະຫນາດរែងសៃភ្លោះគឺសៃភ្លោះនេះគឺសៃភ្លោះដែរមកមកចេះមកចាក់ណៃពន់មកនេះភ្លោះនេះហូតឲ្យចុងណាចុងបែកចេញមកគូកាត់អត់ទាន់ស្អាតហើយទេបងប្អូនបាទហើយនៅភ្លោះមួយដើមទៀតបាទភ្លោះនេះភ្លោះពិសេសនេះបាទបែកចេញទៅជា2ដើមបាទ3បងប្អូនខាងនេះមួយទៀតនេះមកនេះចេញមកជា3បែកចេញជា3ទៅជា3បាទគុំពីក្រោមមកតែមួយទេបាទដល់លើហ្នឹងចេញមកជា3មកនេះមួយមកជាប់ទៀតនេះមកគូឡើងមកសៃភ្លោះបាទយើងហប់ទីមួយបាទហប់បាច់ញើសពេញខ្លួនអស់មកផ្លូវឆ្ងាយមករួចបើឆ្ងាយមកតាំងពីម៉ោង4 ជាង 75មកតាំងពីនៅព្រឹកម្ដងនេះម៉ោង9ម៉ោងបាយចូល60 គីឡូដីហ្នឹងបងប្អូនហើយម៉ូតូក៏ចាស់ផងអញ្ចឹងជីអត់លឿនផងហើយនេះសៃរលេះពីដើមនេះមួយដើមនេះអលេះតាន់ល្អទេនេះតាន់ប៉ែហ្មងនេះអលេះអូលើនេះអលេះនេះពេញបាននេះតាន់ល្អហ្មងនេះសុំលោកទៅខ្លះនេះតាន់អលេះនេះសុំលោកទៅខ្លះទៅទី3សាច់អីទៅលេះអស់ហ្មងនេះវកហាងវកអីឌីស៊ីអស់សល់ក្លឹមរត់ហ្មងបកកែស៊ីមិនក៏ឌីសល់ក្លឹមរត់ហ្មងណាមកសល់ក្លឹមរត់សុំលោកទៅខ្លះបាទហ្នឹងហើយអរគុណច្រើនបងប្អូនបាទវីដេអូនេះប៉ុណ្ណឹងទេបាទសូមអរគុណសូមគោរពលាបាទ